បាទសូមគោរពនឹងជម្រាបសួរដល់បងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់បាទឥឡូវនេះដល់ពេលវេលាដែលបងប្អូនស្ដាប់រឿងកំ pl ទៀតហើយក្នុងរឿងកំ pl ថ្ងៃនេះខ្ញុំបាទអត់ប្រាប់ចំណងជើងទេសូមលាក់ចំណងជើងសិនហើយបើសិនជាបងប្អូនចង់ដឹងអត្ថន័យថារឿងនេះមានន័យយ៉ាងណាសូមអញ្ជើញស្ដាប់ជាមួយខ្ញុំបាទដូចតទៅបាទរឿងហ្នឹងគឺមានឡានឈ្នួលមួយគាត់រត់ពីព្រះវិហារទៅភ្នំពេញបាទហើយគាត់បានដាក់ម៉ួយដាក់អីចឹងទៅបានពេញហើយមានទាំងស្រីមានទាំងប្រុសហើយបានទៅបាទបានដាក់ម៉ួយហើយបានចេញដំណើរបាទចេញដំណើរបានឆ្ងាយពីខេត្តបន្តិចក៏ធំក្លិនស្អុយផោមធំក្លិនស្អុយផោមនៅលើឡានហ្នឹងណាហ្នឹងហើយបាទដល់ពេលធំក្លិនស្អុយផោមចឹងទៅក៏គាត់សួរមួយឡានសួរទាំងអស់គ្នាតាំងពីមុខដល់ក្រោយអត់មានអ្នកផោមប្រអ្នកផោមអត់ឃើញទេហ្នឹងហើយមិនដឹងអ្នកណាផោមទេហើយក៏ឡានហ្នឹងក៏ចេះធ្វើដំណើរទៅមុខទៀតចឹងទៅបាទព្រូឡានផងហើយនឹងកង់ឡានហ្នឹងគាត់ចេះឆ្ងល់អើយអ្នកណាគេផោមឆ្ងល់មួយឡានហើយមុខអត់ឃើញហើយដល់ពេលអញ្ចឹងទៅដល់ពាក់កណ្ដាលផ្លូវដល់កំពង់ធំបាទដល់កន្លែងហូបបាយតែអត់តន់ដល់កន្លែងហូបបាយទៅគៀកអាកន្លែងហូបបាយហ្នឹងតកងឡានក៏គាត់ប្រមូលលុយឲ្យហើយខ្លាចដល់កន្លែងហូបបាយទៅមានអ្នកខ្លះចង់ទៅបាត់ទៅអត់ឲ្យលុយអីចឹងទៅបាទហ្នឹងហើយអញ្ចឹងដល់ពេលប្រមូលឲ្យអស់ឲ្យព្រូឡានដើរប្រមូលអស់ចឹងទៅប្រមូលឲ្យអស់ហើយតកងឡានក៏សួរព្រូឡានមិនគ្រប់អស់នៅលុយបាទលុយគ្រប់អស់នៅតែព្រូឡានហ្នឹងគាត់និយាយថាគ្រប់អស់ហើយបងគ្រប់ហើយនៅតែអ្នកផោមវិញអត់តន់ឲ្យលុយហើយពីហ្នឹងគេឲ្យអស់ហើយនៅតែអ្នកផោមមិនតន់ឲ្យបាទគាត់ទៅលឺព្រូឡាននិយាយថាអ្នកផោមអត់តន់ឲ្យលុយអញ្ចឹងអ្នកផោមហ្នឹងគាត់ស្រែកពីចងាយមកគាត់ជិះខាងក្រោយទៀតហ្នឹងហើយហើយគាត់ហ្នឹងគាត់អៀនមិនបងគាត់ហ៊ានប្រាប់ទេដោយសារគាត់ស្រីកមុំអីចឹងណាហ្នឹងហើយមនុស្សស្រីផងអ្នកផោមហ្នឹងដល់ពេលតែប៉ុន្តែដល់លេលឺថាព្រូឡានថាអ្នកផោមអត់តន់ឲ្យលុយគាត់ខ្លាចអស់លុយភាសាទៀតគាត់ស្រែកពីចងាយមកប្រាប់ព្រូឡានម្ដងបាទខ្ញុំឲ្យហើយណាខ្ញុំឲ្យតាំងពីមុនទេមានតែខ្ញុំមិនឡាននឹងឲ្យមុនទេមិនថាខ្ញុំអត់តន់ឲ្យលុយមិនឲ្យហើយបាទរកឃើញហើយមុខអ្នកផោមដល់ពេលថាអត់តន់ឲ្យលុយចឹងទៅបានរកឃើញប៉ុន្តែក៏អត់មកដែរហ្នឹងហើយហើយក៏ចេះជិះទៅដល់កន្លែងហូបបាយល្មមដល់ពេលក៏ដល់កន្លែងហូបបាយហើយនារីកមុំអ្នកផោមហ្នឹងក៏គាត់ចង់ទៅហូបបាយហូបអីគេងឯងហ្នឹងហើយគេនាំគ្នាហូបទាំងអស់តែហាងនារីអ្នកផោមហ្នឹងក៏គាត់អង្គុយចិត្តជនបរទេសហ្នឹងអង្គុយចិត្តជនបរទេសណាហ្នឹងដល់ពេលមិនដឹងថាមិនទេវាឈឺពោះតាំងពីផ្ទះទីកន្លែងមកផងហ្នឹងក៏វាធ្វើអត់បានក៏ដល់មកស៊ុយទៀតហើយនាងកមុំផងនាងមានហ៊ានផោមខ្លាំងណាខំប្រឹងទៅបៀតមកឡើងមកអញ្ចឹងណាហ្នឹងហើយដល់ពេលផោមអញ្ចឹងទៅក៏ធំក្លិនដល់ជនបរទេសដែលគាត់ហូបបាយក្បែរនាងហ្នឹងដែរណាដល់ពេលជនបរទេសគាត់ឮអញ្ចឹងគាត់ចេះខ្មែរតិចតិចដែរគាត់ក៏សួរអូអ្នកណាគេផោមបាទហើយនារីកមុំហ្នឹងក៏គាត់ឮបរទេសសួរអញ្ចឹងក៏គាត់លែងហ៊ានលាក់ដែរដោយសារលាក់ទៅខ្លាចគេចាប់ទាន់ដូចនៅលើឡានទៀតក៏គាត់ប្រាប់ត្រង់អានេះខ្ញុំផោមអូផោមបានល្អហើយពីរត់ទៀតនេះយក$10ទៅទុកចាយអរគុណពូអរគុណបាទហើយក៏បាន$10ទៅហ្នឹងហើយនារីហ្នឹងក៏សប្បាយពេកគាត់លែងហូបបាយគាត់ឡើងឡានបាត់ទៅក៏បាន10រៀលហើយអីទៀតគាត់ទៅផោមបាន10រៀលហើយមីងម្នាក់ដែលនៅក្បែរហ្នឹងគាត់ជិះឡានជាមួយដែរដល់ពេលគាត់ឃើញអញ្ចឹងគាត់ថាអីគាត់ទៅផោមមកខ្សៀតបាន$10ចុះទៅដល់10ខ្សៀតមិនបាន100បាត់គាត់ទៅអង្គុយក្បែរហ្នឹងម្ដងបាទអង្គុយក្បែរបរទេសហ្នឹងម្ដងខំប្រឹងផោមបាទគាត់អង្គុយមិនអង្គុយហូបបាយគាត់អង្គុយប្រឹងផោមយ៉ាងម្ដងបាទមកឡើងហើយពោតទូមកលហោហែរៀងច្រើនដែរបាទដល់ពេលមកច្រើនពេកបរទេសលន់មាត់ហ្មងបាទយីរត់ចុះអ្នកណាគេផោមទៀតហើយអីក៏ច្រើនម្ល៉េះខ្ញុំផោមហូយស្អុយណាស់ចេញឲ្យឆ្ងាយទៅខ្ញុំហូបបាយអត់ចូលទេស្អុយណាស់ឡាវ៉ាយោឯងស្នាប់តែផោមហើយគេឲ្យលុយតាំងកាប៉ាត់គេដេញចេញសោះអើយខ្មាស់គេណាស់លោកអើយបាទហើយរឿងហ្នឹងក៏ចប់តែប៉ុណ្្នឹងទៅហ្នឹងហើយរឿងថាសាររឿងផោមបាទហើយដោយសារតែគេបានហើយទៅតាមក្រោយគេមានអីហ្នឹងហើយមានណាទៅសបោលុយឲ្យហើយបរទេសគាត់ឲ្យហ្នឹងដើម្បីយកចិត្តនាងនោះព្រោះនាងនោះឃើញក្មេងផងនោះហ្នឹងហើយមានអីដល់ឃើញមីងនឹងចេញចាស់ដែរចាំតាអូយស្អុយចង់ងាប់ហើយស៊ីបាយកើតផងហ្នឹងហើយអរគុណច្រើនដល់ប្រិយមិត្តទាំងអស់ដែលបានតាមស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយខ្ញុំសូមជូនពរដល់បងប្អូនសូមឲ្យជួបប្រទះតែសំណាងល្អសុខភាពល្អផងដែរហ្នឹងហើយបើសិនជាបងប្អូនមានរឿងអីដែលគួរឲ្យអស់សំណើចតែអត់ស្អីចេះនិយាយនោះក៏អាចឆាតជាសំឡេងមកកាន់ page ដែលយើងខ្ញុំឬក៏ឈ្មោះរបស់ខ្ញុំបាទផ្ទាល់បាទ
ក៏បានដែរបាទហើយឬក៏អាចតំណាក់តំណងតាមរយៈលេខទូរស័ព្ទក៏ដែរហើយសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាបាយបាយ